ថ្ងៃមួយសត្វតោញីមួយក្បាលបានស្លាប់ពេលកំពុងសម្រាលកូននៅពេលនោះពងជាមួយក្រុងបានដើរកាត់ហើយកូនតោនោះក៏បានចូលរួមជាមួយពួកវាដោយចៃដន្យពងជាបានបង្រៀនឲ្យវាក្លាយជាផ្នែកមួយនៃហ្វូងរបស់ពួកវាហើយកូនតោនោះក៏ត្រូវបានចិញ្ចឹមបីបាច់ដោយហ្វូងជាខណៈពេលដែលរស់នៅជាមួយហ្វូងជាកូនតោនោះជឿថាខ្លួនវាជាជាងព្រោះវាធំឡើងក្នុងចំណោមហ្វូងជាដូច្នេះវាជារឿងធម្មតាសម្រាប់វាដែលរស់នៅដូចជាវាជឿខ្លួនឯងថាវាជាជាវាបានខ្លាចជាអ្នកបួសហើយចាប់ដើមស៊ីស្មៅដោយរីករាយក្រៃលែងវាគ្មានគំនិតអ្វីអំពីអ្វីដែលជាសត្វតោទេវាគ្មានគំនិតសូម្បីតែក្នុងក្តីសុបិនថាខ្លួនវាជាសត្វតោតើវាអាចមានគំនិតបែបនេះយ៉ាងដូចម្តេចជុំវិញខ្លួនវាគឺសុទ្ធតែហ្វូងជាហើយមានតែជាវាមិនដែលក្រហមដូចសត្វតោទេវាមិនដែលនៅម្នាក់ឯងដូចសត្វតោទេតាមពេលវេលាកន្លងផុតទៅកូនតោនោះក៏ចាប់ដើមធំឡើងវាបានខ្លាចជាសត្វតោវ័យក្មេងដ៏ស្រស់ស្អាតមួយក្បាលហ្វូងជាបានស៊ាំនឹងវាដោយដែលវាស៊ាំនឹងហ្វូងជាដែរប៉ុន្តែថ្ងៃមួយសត្វតោចាស់មួយក្បាលបានវាយប្រហារហ្វូងរបស់ពួកវានៅពេលដែលវាបានឃើញសត្វតោវ័យក្មេងនេះក្នុងចំណោមហ្វូងជាវាស្ទើរតែមិនជឿនឹងភ្នែករបស់វាទេវាមិនដែលឃើញរឿងបែបនេះទេវាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញសត្វតោវ័យក្មេងស៊ីស្មៅក្នុងចំណោមហ្វូងជាទាំងហ្វូងជាមិនខ្លាចសត្វតោហើយក៏មិនដឹងថាសត្វតោនោះស្ថិតក្នុងចំណោមពួកវាដែរវាភ្លេចថាខ្លួនវាហៀបនឹងចាប់ជាមហើយសម្រេចចិត្តចាប់សត្វតោវ័យក្មេងនោះហើយរកមើលថាមានអ្វីកើតឡើងសត្វតោចាស់បានវាយប្រហារហ្វូងជាមដើម្បីចាប់សត្វតោវ័យក្មេងឃើញដូច្នោះហ្វូងជាមទាំងអស់បានរត់គេចខ្លួនដើម្បីសង្គ្រោះជីវិតរបស់ពួកវាសត្វតោវ័យក្មេងក៏រត់គេចខ្លួនដើម្បីសង្គ្រោះជីវិតរបស់វាដែរទោះបីជាវាពិបាកក្នុងការចាប់សត្វតោវ័យក្មេងក៏ដោយប៉ុន្តែសត្វតោចាស់ក៏ចាប់វាបានសត្វតោចាស់បាននិយាយទៅកាន់វាថាអាឡងហេតុអីឯងរត់គេចពីឯងសត្វតោវ័យក្មេងនោះយំហើយស្រក់ទឹកភ្នែកវាបាននិយាយថាសូមលោកមេត្តាទុកខ្ញុំទៅខ្ញុំជាជាមក្រីក្រមួយក្បាលសូមលោកមេត្តាអនុញ្ញាតខ្ញុំទៅវាញ័រដោយការភ័យខ្លាចហើយហូរឈាមដូចជាវាមិនចំណាយពេលយូរដើម្បីឲ្យសត្វតោចាស់យល់ពីបញ្ហាទាំងមូលនោះទេសត្វតោចាស់បានទាញវាទៅកាន់បឹងសត្វតោវ័យក្មេងនោះបានតស៊ូហើយស្ទាក់ស្ទើរក្នុងការទៅវាបានព្យាយាមមិនទៅទីនោះវាខ្លាចស្លាប់វាបានយំហើយស្រក់ទឹកភ្នែកប៉ុន្តែសត្វតោចាស់មិនអនុញ្ញាតឲ្យវានៅទេសត្វតោចាស់បានទាញវាហើយយកវាទៅបឹងនោះទឹកថ្លាស្អាតដូចកញ្ចក់សត្វតោចាស់បានបង្ខំឲ្យសត្វតោវ័យក្មេងនោះមើលទៅក្នុងទឹកសត្វតោចាស់បាននិយាយទៅកាន់សត្វតោវ័យក្មេងថាមើលមុខអញហើយមើលមុខឯងមើលដងខ្លួនអញហើយមើលដងខ្លួនឯងក្នុងទឹកសត្វតោវ័យក្មេងបានមើលទៅក្នុងបឹងដោយទឹកភ្នែកនៅពេលដែលវាបានឃើញខ្លួនឯងក្នុងបឹងនោះវាមានការភ្ញាក់ផ្អើលជាលើកដំបូងដែលវាបានឃើញខ្លួនឯងមិនដូចជាមទេប៉ុន្តែដូចជាសត្វតោវាបានយល់ថាការពិតវាជាសត្វតោមិនមែនជាសត្វទៀតជាមទេក្នុងមួយវិនាទីនោះការក្រហមដ៏ខ្លាំងមួយបានផ្ទុះឡើងឮសូរក្រហមរបស់វាព្រៃទាំងមូលបានរញ្ជួយហ្វូងជាមបានបាត់ខ្លួនវាជាសត្វខុសគ្នាទាំងស្រុងឥឡូវនេះវាបានស្គាល់ខ្លួនឯងថាការកំណត់អត្តសញ្ញាណជាមួយហ្វូងជាមិនមែនជាការពិតទេវាគ្រាន់តែជាគំនិតក្នុងចិត្តប៉ុណ្ណោះឥឡូវនេះវាបានឃើញការពិតហើយសត្វតោវ័យក្មេងនេះអាចមានអារម្មណ៍
មានធម្មពលចម្លែកមួយដែលវាមិនដែលធ្លាប់មានពីមុនមកដូចជាត្រូវបានលាក់ទុកវាអាចមានអារម្មណ៍ថាមានកម្លាំងដ៏ខ្លាំងក្លាវាតែងតែជាជាមដ៏ទន់ខ្សោយនិងសុភាពរាបសាររាបសារទាំងអស់ភាពទន់ខ្សោយទាំងអស់បានរលាយបាត់ទៅមានសារដ៏ជ្រាលជ្រៅលាក់នៅក្នុងរឿងដ៏ស្រស់ស្អាតនេះសូមគិតអំពីទេពកោសល្យនិងសមត្ថភាពដែលមិនទាន់រកឃើញដែលអាចលាក់នៅក្នុងខ្លួនអ្នកក៏អាចជាសត្វតោដែលហ៊ុំព័ទ្ធទៅដោយហ្វូងជាមដែលកំពុងនាំអ្នកឲ្យជឿថាអ្នកតិចជាងអ្វីដែលអ្នកពិតជាមាននិងមានមនុស្សនៅជុំវិញដែលតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមិនអាចធ្វើអ្វីបានក្នុងមួយជីវិតរបស់អ្នកព្រោះនៅកន្លែងណាមួយអ្នកក៏បានខ្លាចដូចជាពួកគេដែរខណៈពេលដែលរស់នៅជាមួយពួកគេអ្នកត្រូវតែលេចធ្លោចេញពីហ្វូងមនុស្សបែបនោះហើយទទួលស្គាល់សក្តានុពលពិតរបស់ខ្លួនឯងថ្ងៃដែលអ្នកទទួលស្គាល់សក្តានុពលនៃសត្វតោនៅក្នុងខ្លួនអ្នកនោះគ្មាននរណាម្នាក់អាចបញ្ឈប់អ្នកពីការដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យបានឡើយ